ជាផែនតបពិសេសនារីពេលឯសំខាន់លេខ2មួកកាស្តេតស្រោមដៃពណ៌សស្បែកជើងកវែងបំពាក់អាវុធខ្លី K54 ខ្សែក្រវ៉ាត់ធំដាច់កំភ្លើង NO08 គឺជាកម្លាំងនារីដែលបានវឹកហាត់យ៉ាងហ្មត់ចត់និងស្ទាត់ជំនាញក្បួនច្បាប់យោធាដោយបរិសុទ្ធដែរបច្ចុប្បន្នក្នុងកងយុទ្ធពលខេមរៈភូមិន្ទត្រូវបានរាជរដ្ឋាភិបាលក្រសួងការពារជាតិយកចិត្តទុកដាក់ដោយបានតែងតាំងតួនាទីក្នុងជួរដឹកនាំតាមបណ្ដាកងឯកភាពព្រមទាំងបានចេញទៅបំពេញកិច្ចការមនុស្សធម៌ថែរក្សាសន្តិភាពក្នុងក្រុមខេត្តអង្គការសហប្រជាជាតិ ផែនទី3ផែនបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្មមានឯកសណ្ដានពណ៌ខ្មៅមួកកាស្កេតពណ៌ខ្មៅស្រោមដៃពណ៌សស្រោមមុខពណ៌ខ្មៅស្បែកមុខពណ៌ខ្មៅស្បែកជើងកវែងកាន់អាវុធ K1A កងកម្លាំងពិសេសប្រឆាំងភេរវកម្មគឺជាកម្លាំងដែលបានវឹកហាត់ដោយជំនាញមានភារកិច្ចជាកម្លាំងចល័តអន្តរាគមន៍ពិសេសសម្រាប់ប្រយុទ្ធប្រឆាំងភេរវកម្មនិងត្រៀមលក្ខណៈបានល្អជាទីបំផុត